rồi chấm ran po con cháu nhiệt nhôm bong poទាំងអស់អំបញ្ញមិញនេះវគ្គទី1គឺស្រង់ទឹកព្រះឥឡូវដល់វគ្គទី2វត្តប្រឹក្សារាមខ្ទុំយើងគឺពិធីពូនក្នុងសាច់ពីដើមគេតែងយកសាច់មកពីទិសទាំង4ហើយមកឲ្យតម្កល់នៅក្នុងទីនេះរៀបចំពិធីពូនក្នុងសាច់តែឥឡូវនេះយើងអត់ទេយើងបដូរកម្មវិធីគឺយើងមានខ្សាច់ដឹកមកស្រេចសាច់ទិញពីហាងយកមកស្រេចហើយក៏សូមអរគុណដល់ម្ចាស់សទ្ធាដែលបានជួយឧបត្ថម្ភខ្សាច់ដែរហើយដល់ពេលយើងយកមកកូនចៅអញ្ជើញមកពីគ្រប់ទិសទីជីជិតឆ្ងាយលោកបូជាបច្ច័យ1000រៀលដាក់ចូលក្នុងបាត1000រៀលដាក់ចូលក្នុងបាតនេះហើយលោកអ្នកអាចយកខ្សាច់ចំនួនមួយពៀននេះលោកអ្នកយកទៅដាក់នៅកន្លែងហ្នឹងញាតិញោមជើញមកតាមហ្នឹងមកហ្នឹងហើយយកមកពូននៅកន្លែងនេះអញ្ចឹងមួយពៀនហ្នឹងតែ1000ទេណាខ្សាច់ហ្នឹងហើយចាដើម្បីជាការបួងសួងហើយប្រពៃណីយើងគឺកាលណាតែយើងយកខ្សាច់មកអញ្ចឹងគេថាដោះបាបកម្មពីវិរិយជាតិមុនក្តីជាតិនេះក្តីដែលយើងបានធ្វើកន្លងមកហើយការប្រមាថទឹកប្រមាថដីប្រមាថព្រៃព្រឹក្សាទាំងអស់នឹងសូមឲ្យសុខសប្បាយសត្វណាមានកម្មមានពីវិរិយជាមួយនឹងយើងក៏ឲ្យលោកមករាប់ដៃខ្សាច់នេះទៅពេលរាប់អស់ក៏យកជីវិតទៅបើថារាប់អស់ទេសូមអាយុយើងគង់នៅរហូតតទៅទៀតព្រមទាំងក្រុមគ្រួសារបុត្រធីតាប្រុសស្រីទាំងអស់នេះលោកនេះអាចដាក់គ្រប់ទាំង5ដល់ទីបញ្ចប់គឺមានកដាលទី1ហ្នឹងគឺធំគេហៅថាភ្នំកដាលហ្នឹងទាំងអស់តែប៉ុណ្្នឹងឯងហើយយើងពូនរហូតដល់ថ្ងៃទី17បានយើងមកចាប់ផ្ដើមស្អាងធ្វើជាភ្នំព្រះចលាមនីចិត្តដីក្នុងខ្សាច់ហើយយើងពំបួសនៅក្នុងថ្ងៃហ្នឹងដល់ថ្ងៃទី18យើងឆ្លងនៅក្នុងវត្តបីយើងក៏សូមអរគុណកូនចៅទាំងអស់គ្នា